សៀវភៅបុរាណមួយក្បាលដែលជំរុញទឹកចិត្តដ៏ខ្លាំងក្លាសៀវភៅឥទ្ធិពលនៃការគិតវិជ្ជមានគឺជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅលើកទឹកចិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិកហើយវាក៏ជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅដំបូងៗដែលបញ្យល់អំពីឥទ្ធិពលនៃការផ្លាស់ប្ដូរគំនិតដោយការកើតចេញអំពីការតាំងចិត្តមិនងាករេដែលក្រោយមកវាបានក្លាយទៅជាចំណែកមួយនៃវប្បធម៌ប្រវត្តិសាស្ត្រសម័យថ្មីរបស់សហរដ្ឋអាមេរិកសៀវភៅមួយក្បាលនេះទទួលបានប្រជាប្រិយភាពដ៏មហាសាលវាត្រូវបានលក់ដាច់ជាង5លានក្បាលហើយវាកំពុងតែពេញនិយមពីសំណាក់មិត្តអ្នកអានភាពល្បីល្បាញរបស់សៀវភៅនេះមិនអាចបញ្ឈប់អ្នកនិពន្ធពីការសរសេរដេញដោលលើប្រធានបទនេះឡើយរួមទាំងអំណះអំណាងរបស់អ្នកនិពន្ធក៏ដូចជាវិធីសាស្ត្ររបស់គាត់សម្រាប់បង្ហាញថាព័ត៌មានដែលគាត់លើកឡើងគឺពិតជាត្រឹមត្រូវនិងនៅតែបន្តធ្វើបែបនេះមនុស្សជាច្រើននៅតែសរសើរមិនដាច់ពីមាត់ពីអត្ថន័យស៊ីជម្រៅប្រកបដោយទស្សនៈអប់រំនិងវិធីធ្វើឲ្យមនុស្សគិតរកផ្លូវវិជ្ជមានជីវិតពួកគេមានការផ្លាស់ប្ដូរនិងទទួលបានផលវិជ្ជមានជាខ្លាំងក្រោយពីគេបានអនុវត្តវិធីសាស្ត្រដែលមានចែងក្នុងសៀវភៅនេះទោះបីជាអ្នកមិនយល់ស្របតាមការអះអាងរបស់អ្នកនិពន្ធទាំងស្រុងក៏ដោយតែក៏មិនធ្វេសទេយ៉ាងហោចណាស់ក៏អត្ថបទដកស្រង់នេះនឹងបង្ហាញពីគំនិតសំខាន់ៗ3គឺការជឿជាក់លើខ្លួនឯងការផ្ដោតលើលទ្ធផលវិជ្ជមាននិងការសរសើរពីមនុស្សជុំវិញខ្លួនមានសារៈសំខាន់ដើម្បីឲ្យជីវិតរបស់អ្នកដ៏រីករាយនិងប្រកបដោយសុខសុវត្ថិភាព 1. របៀបនៃការគិតជះឥទ្ធិពលមកលើតថភាពជីវិតពិតរបស់អ្នក 2. ការដើរផ្សងព្រេងនិងដំណើរកម្សាន្តក្នុងព្រៃអាចជួយដោះស្រាយបញ្ហាជីវិតស៊ីវិល័យ 3. មានជំនឿនៅក្នុងខ្លួនអាចជួយឲ្យអ្នកយល់កាន់តែច្បាស់ពីគោលដៅ 2. ការជឿជាក់លើខ្លួនឯងនឹងនាំអ្នកទៅរកភាពជោគជ័យអារម្មណ៍ចាញ់ប្រៀបអ្នកដទៃនិងភាពមិនច្បាស់លាស់គឺជាមេរោគដែលមកយាយីផ្លូវអារម្មណ៍របស់អ្នកមិនចេះចប់មិនចេះហើយមានមនុស្សច្រើនណាស់ដែលមើលកន្លែងណាក៏ឃើញតែបញ្ហាពួកគេយល់ថាវាជារឿងដែលលំបាកខ្លាំងណាស់ហើយព្យាយាមស្ដីបន្ទោសស្ថានភាពកលៈទេសៈនិងមនុស្សជុំវិញខ្លួនរបស់គេជាជាងការប្រឹងប្រែងតស៊ូប្រយុទ្ធជាមួយវាពេលខ្លះវាคล้ายទៅជាការពិតមនុស្សដែលមានអារម្មណ៍ទន់ជ្រាយនិងងាយរងឥទ្ធិពលពីការរិះគន់របស់អ្នកដទៃលទ្ធផលគឺគេទទួលបានតែរឿងបរាជ័យឧទាហរណ៍នៅពេលដែលអ្នកទទួលការងារថ្មីមួយអារម្មណ៍របស់អ្នកគិតថាអ្នកមិនអាចចោះសម្រុងជាមួយអ្នកដទៃហើយគិតថាគ្មាននរណាជួយចិត្តអ្នកហើយអ្នកក៏កើតអារម្មណ៍សង្ស័យនេះនៅក្នុងខ្លួននៅពេលដែលអ្នកមានអារម្មណ៍មន្ទិលសង្ស័យនេះបានកើតឡើងក្នុងខ្លួនអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍អវិជ្ជមានទៅលើអនាគតរបស់អ្នកវាបានបង្កើតភាពវិលវល់រហូតដល់អ្នកមានអារម្មណ៍ថាមិនអាចជៀសផុតផ្ទុយទៅវិញវាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេប្រសិនបើអ្នកមានជំនឿជឿជាក់លើខ្លួនឯងអ្នកមានអំណាចគ្រប់គ្រាន់ដើម្បីដុសខាត់ផ្លូវជីវិតរបស់អ្នកតាមអ្វីដែលអ្នកចង់បានឧទាហរណ៍អ្នកនិពន្ធបានស្គាល់មនុស្សម្នាក់គាត់បានបាត់បង់អ្វីៗទាំងអស់ដែលគាត់មានប៉ុន្តែចុងក្រោយមកគាត់ក៏បានផ្លាស់ប្ដូរទៅជាកម្លាំងចិត្តហើយបន្តឆន្ទៈទៅមុខដោយព្យាយាមនឹកគិតរឿងល្អៗទាំងឡាយដែលគាត់បានធ្វើកន្លងមកក្នុងជីវិតដោយផ្ដោតទៅលើតែរឿងអវិជ្ជមានទាំងនេះទីបំផុតគាត់ក៏បានផ្លាស់ប្ដូរផ្នត់គំនិតហើយរស់នៅប្រកបទៅដោយផាសុកភាពដូច្នោះហើយបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពបែបនេះអ្នកត្រូវតែផ្លាស់ប្ដូរការគិតរបស់អ្នកជាមុនសិនជាជាងបណ្តែតបណ្តោយទៅតាមប្រេងវាសនាដោយបរិះក្នុងឧទាហរណ៍ខាងលើអ្នកអាចប្រើអំណាចដែលអ្នកមានក្នុងខ្លួនដើម្បីផ្ដោតទៅលើរឿងល្អៗហើយជឿជាក់ថានឹងជោគជ័យនោះអ្នកនឹងអាចជំនះរាល់ឧបសគ្គទាំងឡាយក្នុងជីវិតវិធីមួយដើម្បីធ្វើរឿងនេះអ្នកត្រូវគិតស្រមៃទៅលើលទ្ធផលជោគជ័យនិងអ្វីដែលអ្នកអាចធ្វើបានទន្ទឹមនឹងនោះដែរអ្នកក៏ត្រូវតែស្រមៃឲ្យឃើញអំពីបញ្ហាដែរនៅពេលដែលអ្នកធ្វើការប្រៀបធៀបហើយបន្ថយបញ្ហានោះឲ្យកាន់តែតូចបន្តិចម្ដងអ្នកនឹងឃើញវិធីងាយដោះស្រាយបញ្ហានោះឧទាហរណ៍អ្នកនិពន្ធសៀវភៅនេះមានទស្សនាវដ្តីមួយឈ្មោះ Guys Post បានជួបនឹងវិបត្តិធ្ងន់ធ្ងរមួយតែក្រោយមកត្រូវបានដោះស្រាយដោយវិធីជាក់លាក់មួយគ្រប់គ្នានៅក្នុងអង្គភាពជឿជាក់ថានឹងមានចំនួនអ្នក Subscriber បន្ថែមកាន់តែច្រើននេះជាវិធីតែមួយគត់ដែលពួកគេប្រើប៉ុន្តែវាមិនមែនកើតឡើងចេញអំពីការប្រាថ្នាតែមួយមុខនោះទេវាក៏កើតចេញអំពីការពង្រឹងការដឹកនាំរបស់ពួកគេផងដែរទី3មានទៅមានមកបើអ្នកយកចិត្តទុកដាក់នឹងអ្នកដទៃនឹងយកចិត្តទុកដាក់ចំពោះអ្នកវិញដែរមនុស្សលោកយើងនេះកើតមកនរណាក៏ត្រូវការពាក្យសរសើរដែរមនុស្សជាសត្វសង្គមមួយដែលត្រូវការអារម្មណ៍កក់ក្ដៅប៉ុន្តែផ្ទុយទៅវិញមនុស្សម្នាក់គិតតែពីខ្លួនគេជាលទ្ធផលមនុស្សជាច្រើនទទួលបានការឈឺចាប់ដោយសារតែគេមានអារម្មណ៍ថាសង្គមមិនឲ្យតម្លៃឬក៏គ្មាននរណាត្រូវការគេអ្នកសំណាងណាស់យើងមានវិធីមួយចំនួនដើម្បីឲ្យអ្នកក្លាយទៅជាមនុស្សដែលគួរឲ្យចូលចិត្តទី1អ្នកត្រូវដឹងថាហេតុផលដែលមនុស្សមិនចូលចិត្តអ្នកព្រោះតែអត្តចរិតរបស់អ្នកត្រូវអរគុណហើយចាប់ផ្ដើមផ្លាស់ប្ដូរអត្តចរិតរបស់អ្នកបើអ្នកចង់ឲ្យអ្នកដទៃសរសើរអ្នកត្រូវធ្វើជាមនុស្សងាយស្រួលនិយាយគ្នាជាមុនសិនលោក James A. Valley ដែលជាអតីតប្រធានការិយាល័យប្រៃសណីយ៍របស់សហរដ្ឋអាមេរិកគឺជាឧទាហរណ៍មួយដ៏ល្អដែលជាមនុស្សល្អងាយស្រួលគាត់បានធ្វើគេគ្រប់គ្នាស្រឡាញ់ពេញចិត្តដោយសារតែគាត់មានអត្តចរិតល្អស្ដែងចេញឲ្យគេគ្រប់គ្នាមានអារម្មណ៍ថាគាត់ជាមនុស្សទន់ភ្លន់ស្មោះត្រង់និងរួសរាយរាក់ទាក់
ឥឡូវនេះសូមគិតបន្តិចមនុស្សម្នាក់ដែលស្រឡាញ់ពេញចិត្តពួកគេតែងតែនិយាយពីខ្លួនឯងឬក៏ចាប់អារម្មណ៍មកលើអ្នកពួកគេប្រហែលជាបង្ហាញចំណាប់អារម្មណ៍មកលើអ្នកហើយអ្នកក៏ត្រូវធ្វើបែបនឹងដាក់ពួកគេវិញដែរនៅពេលដែលអ្នកគិតវិជ្ជមានទៅលើអ្នកដទៃបង្ហាញថាអ្នកចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះពួកគេនឹងមានអារម្មណ៍ស្និទ្ធស្នាលហើយចង់ធ្វើមិត្តជាមួយអ្នកឧទាហរណ៍អ្នកនិពន្ធម្ដងនោះបានប្រឹក្សាយោបល់ឲ្យបុរសម្នាក់នៅ clinic របស់គាត់ដោយសារតែបុរសនោះមានអារម្មណ៍ថាគ្រប់គ្នាមិនចូលចិត្តគាត់ក្រោយមកគាត់មើលឃើញថានេះគឺបណ្ដាលមកពីអារម្មណ៍ដែលស្រឡាញ់ខ្លួនឯងហួសហេតុពេកនិងអត្តចរិតដែលគិតតែពីខ្លួនឯងធំដូច្នោះគាត់ក៏កត់ត្រាទង្វើមួយចំនួនមនុស្សដែលគាត់បានជួបជារៀងរាល់ថ្ងៃនិងប្រឹងប្រែងបង្កើតការសន្ទនាជាមួយអ្នកទាំងអស់នោះនិងកត់សម្គាល់ពួកគេដោយឡែកពីគ្នាបដូរពីការចាប់អារម្មណ៍ទៅលើខ្លួនឯងជ្រុលហួសហេតុបែរមកចាប់អារម្មណ៍លើមនុស្សជុំវិញខ្លួនគាត់ក៏ចាប់ផ្ដើមមានគេស្រឡាញ់ចូលចិត្តនិងសាទរពីអ្នកដទៃអ្នកប្រកាសជានឹងជួបមនុស្សខ្លះដែលអ្នកមិនចូលចិត្តប៉ុន្តែបើអ្នកដាក់ចិត្តសិក្សាពីពួកគេអ្នកនឹងរកឃើញចំណុចល្អទី4កុំរស់នៅម្នាក់ឯងអ្នកមិនត្រូវដោះស្រាយបញ្ហាតែម្នាក់ឯងនោះទេតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកពិបាកនឹងរកពេលវេលាសម្រាប់ដោយសារតែគ្មាននរណាម្នាក់ធ្វើការល្អដូចអ្នកដែរឬទេហើយគិតថាប្រសិនបើគ្មានវត្តមានអ្នកអ្វីៗនឹងបរាជ័យចំពោះបញ្ហានេះមានមនុស្សច្រើនណាស់បានរែកពុនការងារតែម្នាក់ឯងហើយរស់នៅដោយលំបាកស្មុគស្មាញនៅពេលដែលអ្នករស់នៅដោយលំបាកស្មុគស្មាញព្រោះតែបន្ទុកការងារតើអ្នកធ្លាប់គិតទេថាលើโลกនេះប្រហែលជាគ្មាននរណាម្នាក់ដែលមានបញ្ហាដូចខ្ញុំទេនៅពេលដែលអ្នកកំពុងមានអារម្មណ៍បែបនេះតើអ្នកដឹងទេថាមនុស្សជាច្រើនលានអ្នកក៏កំពុងជួបប្រទះបញ្ហាដូចអ្នកដែរមានគតិអប់រំមួយបើអ្នកនៅតែសង្ឃឹមនៅតែមានដំណោះស្រាយអ្នកត្រូវតែគិតថាមានមនុស្សរាប់រយលានអ្នកដែលកំពុងដោះស្រាយបញ្ហាលំបាកស្មុគស្មាញហើយទោះបីជាពួកគេបាក់ទឹកចិត្តក៏ដោយក៏គេនៅតែរកផ្លូវឃើញមួយដើម្បីបន្តទៅមុខដែរម្យ៉ាងវិញទៀតការគិតវិជ្ជមានភាពអស់សង្ឃឹមនិងភាពកណ្ដោយកណ្ដែងនឹងធ្វើឲ្យអ្នកបាត់បង់សុភមង្គលនិងទទួលបរាជ័យអ្នកអាចប្រយុទ្ធប្រឆាំងជាមួយអារម្មណ៍បែបនេះដោយគិតទៅលើចំណុចល្អឬកត់ចំណាំគំនិតវិជ្ជមានទាំងឡាយដែលអ្នកមានដើម្បីរក្សាអារម្មណ៍ឲ្យបានល្អលើសពីនេះទៅទៀតបើអ្នកកើតជំងឺទូឯកអ្នកនឹងមានអារម្មណ៍ថាពិភពលោកនេះអ្នកត្រូវដោះស្រាយនិងរែកពុនតែម្នាក់ឯងប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវដោះស្រាយបញ្ហានេះតែម្នាក់ឯងអ្នកទំនងជាមិនអាចដោះស្រាយបញ្ហានេះបានសូម្បីតែមួយនេះដោយសារតែអ្នកគ្មានពេលវេលាដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយនៅពេលដែលអ្នកព្យាយាមដោះស្រាយបញ្ហាគ្រប់បែបយ៉ាងនឹងបណ្ដាលឲ្យអ្នកធ្វើកិច្ចការដោយការប្រញាប់ប្រញាល់និងមានសម្ពាធផ្លូវអារម្មណ៍និងបាត់បង់សមាធិទោះបីជាបែបនេះក៏ដោយអ្នកអាចដោះស្រាយបញ្ហានេះបានដោយគ្រាន់តែធ្វើការបួងសួងឬសមាធិបន្ថែមពីនេះអ្នកអាចបែងចែកការងារនិងរៀបចំខ្លួនឲ្យបានរៀបរយដើម្បីសម្រេចលទ្ធផលវិជ្ជមាននិងប្រកបដោយសុខភាពល្អជាចុងក្រោយប្រសិនបើអ្នកទទួលស្គាល់ថាបញ្ហាមិនមែនជារបស់អ្នកហើយអ្នកមិនត្រូវដោះស្រាយវាតែម្នាក់ឯងនោះអ្នកនឹងសម្រេចបានសមិទ្ធផលល្អប្រសើរនិងមានសុខភាពល្អទី5អត្តចរិតហេតុអ្វីការគិតគឺជាកូនសោរដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់តើអ្នកធ្លាប់មានអារម្មណ៍ថានឿយហត់នឹងបញ្ហាដែរឬទេទោះបីវាគឺជាការពិតក៏ដោយដូចជាបំណុលនិងជំងឺវានឹងស្ដែងចេញតាមរយៈអត្តចរិតរបស់អ្នកវាគឺសំខាន់ខ្លាំងណាស់បំណុលត្រូវការពេលវេលាដើម្បីដោះស្រាយចំណែកឯជំងឺមិនមែនជាសះស្បើយដូចផ្លុំសិលនោះទេវានឹងផ្លាស់ប្ដូរក្នុងឥរិយាបថជាក់លាក់ណាមួយបើអ្នករស់នៅក្នុងជីវិតរបស់អ្នកដោយផ្ដោតទៅលើភាពវិជ្ជមាននិងស្វែងរកសន្តិភាពផ្លូវចិត្តអ្នកនឹងមានថាមពលគ្រប់គ្រាន់ដើម្បីយកឈ្នះបញ្ហាដែលស្ថិតនៅក្នុងខ្លួនអ្នកតាមការពិតអ្នកអាចរៀបចំជីវិតរបស់អ្នកយ៉ាងស្រួលតាមវិធីដែលដឹកនាំឲ្យអ្នកមានសន្តិភាពផ្លូវចិត្តបានសូមលើកឧទាហរណ៍មួយអ្នកនិពន្ធបានញ៉ាំអាហារពេលព្រឹកមួយពេលជាមួយនឹងមនុស្ស2នាក់ដែលគេទាំងពីរបានជួបរឿងខុសគ្នាទាំងស្រុងកាលពីយប់មិញជនទី1មើលព័ត៌មានហើយដេកលក់យ៉ាងលំបាកឯមនុស្សទី2វិញបានអានគម្ពីរនិងគេងលក់យ៉ាងស្កប់ស្កល់ស្ដាប់ទៅវាហាក់បីដូចជារឿងធម្មតាទេតែការគេងរបស់យើងមានសារៈសំខាន់បំផុតព្រោះវាសម្រួលថាមពលរបស់យើងការគេងជាមួយនឹងបញ្ហាពេញត្រចៀកដូចជាគេងក្រោយពេលមើលព័ត៌មាននឹងធ្វើឲ្យអ្នកសម្រាកមិនស្កប់ស្កល់ដែលរារាំងអ្នកមិនអាចដោះស្រាយបញ្ហាអ្នកបានតែមិនអីទេអ្នកមានអំណាចដែលអាចជះឥទ្ធិពលវិជ្ជមានមកលើប្រភពថាមពលដ៏សំខាន់នេះបានផ្ទុយទៅវិញមនុស្សភាគច្រើនគិតថាស្ថានភាពរបស់គេត្រូវបានកំណត់ដោយកលៈទេសៈជុំវិញខ្លួននិងពីសំណាងអាក្រក់តែតាមការពិតពិភពលោកនេះគ្មានអ្វីលើសពីគំនិតដែលអ្នកធ្លាប់បានពិសោធន៍នោះទេបើអ្នកគិតល្អអ្នកនឹងទទួលបានផលល្អផ្ទុយទៅវិញបើអ្នកគិតក្នុងផ្លូវមិនល្អអ្នកនឹងទទួលបានលទ្ធផលមិនល្អហើយការគិតបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងបណ្ដាលឲ្យអ្នកធ្លាក់ខ្លួនឈឺយើងអាចមើលឃើញថាវិធីនេះតាមរយៈការអនុវត្តជាក់ស្ដែងដោយការពិសោធន៍លើរឿងរ៉ាវរបស់កំឡោះម្នាក់ដែលអ្នកនិពន្ធបកស្រាយថាគាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបរាជ័យគ្មានថ្ងៃងើបមករួចគាត់ធ្លាប់ជួបអស់រយៈពេលយ៉ាងយូរដែរបរិះនោះមិនអាចផ្លាស់ប្ដូរវិជ្ជមានក្នុងជីវិតគាត់បានដោយសារតែគាត់មិនបានពិសោធន៍ទៅលើអត្តចរិតខ្លួនឯង
ប៉ុន្តែបន្ទាប់ពីដឹងថាជីវិតរបស់គាត់ជួបរឿងមិនល្អព្រោះដោយសារគំនិតរបស់គាត់សុទ្ធតែមានភាពអវិជ្ជមានទើបគាត់អាចកែប្រែរឿងរ៉ាវគ្រប់យ៉ាងឲ្យមកត្រូវវិញបានទី6ធ្វើឲ្យចិត្តស្រស់ស្រាយកុំព្រួយបារម្ភវិធីសាស្ត្រដើម្បីយកឈ្នះលើអារម្មណ៍ភ័យព្រួយនិងទម្លាប់អាក្រក់វាជារឿងធម្មតាទៅហើយដែលអ្នកតែងតែព្រួយបារម្ភនិងមានការភ័យខ្លាចដូច្នេះហើយទោះបីជាអ្នកមានការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុឬក៏សុខភាពយ៉ាងណាក៏ដោយអ្វីដែលអ្នកទទួលបានគឺបណ្ដាលឲ្យអ្នកប៉ះពាល់ដល់សុខភាពនិងបណ្ដាលឲ្យកើតជំងឺផ្សេងៗហើយវាមិនបានជួយអ្វីដល់ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកនោះទេកុំមានការព្រួយបារម្ភអីការភ័យខ្លាចវាគ្រាន់តែជាទម្លាប់តែប៉ុណ្ណោះហើយទម្លាប់នេះអាចកែប្រែបានទម្លាប់ភ័យខ្លាចគឺជាមេរោគមួយដែលចូលមកបំផ្លាញសុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកឧទាហរណ៍អារម្មណ៍ stress គឺបណ្ដាលឲ្យឡើងសម្ពាធឈាមនិងធ្វើឲ្យអាយុខ្លីហើយកើតជំងឺសន្លាក់តាមពិតទៅការកម្ចាត់អារម្មណ៍ភ័យខ្លាចគឺជាភាពងាយស្រួលខ្លាំងណាស់អ្នកត្រូវជឿជាក់ថាអ្នកពិតជាអាចកម្ចាត់វាចេញបាននៅពេលដែលអ្នកស្រមៃថាជីវិតអ្នកនឹងគ្មានការភ័យខ្លាចអ្នកអាចរស់នៅជាមួយវាបានហើយវិធីសាស្ត្រច្រើនណាស់ដែលអ្នកអាចស្វែងរកគន្លឹះនិងជាចុងបញ្ចប់អ្នកអាចកម្ចាត់វាបានគ្រប់វិធីសាស្ត្រទាំងនេះគឺកិច្ចបំផុតអំពីការបង្វឹកផ្លូវចិត្តរបស់អ្នកទេឧទាហរណ៍អារម្មណ៍តានតឹងនិងគំនិតអវិជ្ជមានមុនចូលគេងគឺជាពេលវេលាដ៏ល្អបំផុតព្រោះវាជាពេលវេលាដែលការគិតរបស់អ្នកកប់ជ្រៅទៅក្នុងសតិសម្បជញ្ញៈរបស់អ្នកអារម្មណ៍ភ័យខ្លាចព្រួយបារម្ភនិងការគិតអវិជ្ជមានផ្សេងៗបានរំខានដល់ចលនានៃខួរក្បាលនិងអំណាចដួងព្រលឹងនេះប្រសិនបើអ្នកមិនបានប្រមូលអារម្មណ៍ឲ្យស្ងប់មុនពេលដែលអ្នកចូលសម្រាកទោះបីជាយ៉ាងណាក៏ដោយការដកខាត់ផ្លូវចិត្តតែម្ដងមិនគ្រប់គ្រាន់នោះទេអ្នកចាំបាច់ត្រូវធ្វើវាម្ដងហើយម្ដងទៀតដើម្បីលុបបំបាត់គំនិតអវិជ្ជមានផ្សេងៗការគិតខ្លះដែលបណ្ដាលឲ្យអ្នកមានកម្លាំងចិត្តមានដូចជាក្តីសង្ឃឹមការលើកទឹកចិត្តនិងជំនឿក្នុងដំណាក់កាលដំបូងវាប្រហែលជាលំបាកប៉ុន្តែអ្នកត្រូវហ្វឹកហាត់ជាប្រចាំរហូតដល់អ្នកមានការផ្លាស់ប្ដូរជាវិជ្ជមានទី7ទុកពេលវេលាសម្រាប់ខ្លះសម្រាប់ខ្លួនអ្នកហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកភាពរីករាយគ្មានអ្វីជាអាថ៌កំបាំងសោះឡើយសម្រាប់ជីវិតស៊ីវិល័យដ៏មមាញឹកនិងការធ្វើការលើសកម្រិតមួយនេះជាលទ្ធផលមនុស្សច្រើនណាស់គេងមិនគ្រប់គ្រាន់កើតជំងឺតានតឹងនិងឈឺក្បាលមិនចេះឈប់មនុស្សភាគច្រើនមើលទៅដូចជាមិនសប្បាយចិត្តប៉ុន្តែពួកគេហាក់បីដូចជាគ្មានអ្វីដោះស្រាយទាល់តែសោះតាមពិតមនុស្សជាច្រើនបំផ្លាញផ្លូវអារម្មណ៍និងសុខភាពរាងកាយរបស់គេដោយការដេញតាមជីវិតស៊ីវិល័យនិងមមាញឹកមួយនេះបច្ចុប្បន្នភាពជីវិតដ៏ជឿនលឿនមួយអាចនាំអ្នកឲ្យកើតជំងឺផ្លូវចិត្តដូចជាជំងឺសរសៃប្រសាទនិងជំងឺបាក់ទឹកចិត្តតែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងជីវិតដ៏មមាញឹកមួយនេះមានវិធីសាស្ត្រមួយចំនួនអាចទប់ស្កាត់ជំងឺ stress និងអារម្មណ៍អន្ទះសាររបស់អ្នកបានឧទាហរណ៍អ្នកនិពន្ធសៀវភៅនេះស្រាប់ក៏ធ្លាប់ធុញថប់នឹងបរិយាកាសនៃជីវិតស៊ីវិល័យមួយនេះដែរជាពិសេសពេលគាត់រស់នៅក្នុងទីក្រុងដ៏មមាញឹកមួយដូចជាញូវយ៉កគាត់បានរកឃើញថានៅពេលដែលគាត់ចំណាយពេលវេលាដើរកម្សាន្តក្នុងព្រៃគាត់មានអារម្មណ៍ធូរស្រាលច្រើនជាចុងក្រោយរឿងស្មុគស្មាញទាំងឡាយមិនមែនទេវតាកំណត់នោះទេតែវាជាជំរើសរបស់អ្នកការពិតណាស់នៅក្នុងបរិបទសង្គមភាពក្រីក្រគ្មានការងារធ្វើក៏ជាហេតុបណ្ដាលឲ្យកើតមានអារម្មណ៍ស្មុគស្មាញផងដែរប៉ុន្តែលក្ខខណ្ឌទាំងនេះវាមិនសំខាន់ដូចឥរិយាបថរបស់អ្នកប្រព្រឹត្តទៅលើវានោះទេវាមានឥទ្ធិពលដើម្បីបំផ្លាញសុភមង្គលរបស់យើងប៉ុន្តែយើងអាចជ្រើសរើសយកផ្លូវដ៏រីករាយជំនួសឲ្យភាពតានតឹងទាំងនោះដែរប្រសិនបើអ្នកជ្រើសរើសយកផ្លូវធុញថប់វានឹងធ្វើឲ្យជីវិតអ្នកវិលចុះវិលឡើងរកសុខសុភមង្គលមិនឃើញនោះទេជីវិតកុមារភាពគឺជាទឹកតាងនៃសុភមង្គលមួយគេតែងតែសប្បាយរីករាយនេះក៏ព្រោះតែពួកគេមិនត្រូវការជីវិតទំនើបទាន់សម័យអ្វីនោះទេពួកគេមិនបានកត់សម្គាល់ថាសង្គមនេះបង្ខំឲ្យគេមិនសប្បាយចិត្តដែរទី8កុំបាក់ទឹកចិត្តហេតុអ្វីបានជាអ្នកត្រូវរក្សាអារម្មណ៍វិជ្ជមានទោះបីជាអ្នកជួបបញ្ហាប៉ុណ្ណាក៏ដោយតើអ្នកធ្លាប់មានអារម្មណ៍មូម៉ៅនៅពេលដែលអ្នកមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជុំដ៏សំខាន់ដែរឬទេវាគឺជាអារម្មណ៍ក្រោធក្រៀតមិនថាអញ្ចឹងវាសំខាន់ខ្លាំងណាស់សម្រាប់យើងដែលត្រូវត្រៀមខ្លួនសម្រាប់ឧបសគ្គផ្សេងៗប៉ុន្តែបើអ្នកគិតពីផលអវិជ្ជមានវានឹងបណ្ដាលឲ្យយើងជួបរឿងអវិជ្ជមានជាការពិតណាស់នៅពេលដែលអ្នកគិតទៅដល់លទ្ធផលអវិជ្ជមានអ្នកនឹងបាត់បង់ថាមពលនិងកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាទោះបីជាអ្នកខំប្រឹងប្រឈមមុខដាក់វាយ៉ាងណាក៏ដោយក៏ឥទ្ធិពលនៃគំនិតអវិជ្ជមានបានគ្រប់រំដាប់លើអ្នកបាត់ទៅហើយរបៀបដោះស្រាយបញ្ហារបស់យើងគឺស្ដែងចេញអំពីឥរិយាបថរបស់យើងប្រសិនបើយើងជឿជាក់ថាអាចដោះស្រាយបញ្ហាបានយើងនឹងអាចដោះស្រាយវាបានយើងអាចយល់តាមរយៈឧទាហរណ៍មួយក្នុងដំណើររឿងរបស់កីឡាករវ័យសីថេននីសម្នាក់កាលពីឆ្នាំ1940គឺលោក Pancho Gonzalez ទោះបីជាគាត់មិនមែនជាអ្នកលេងពូកែលើសគេក៏ដោយតែគាត់មិនបញ្ឈប់ការប្រឹងប្រែងដើម្បីយកឈ្នះទទួលបានជ័យលាភីលើការប្រកួតជាច្រើនក្នុងអាជីពរបស់គាត់តើគាត់គ្រប់គ្រងការបរាជ័យរបស់គាត់យ៉ាងដូចម្តេច
គាត់មិនមែនអនុញ្ញាតឲ្យភាពបរាជ័យមកគ្របសង្កត់លើគាត់នោះទេជំនួសមកវិញគាត់តែងតែស្វែងរកអ្វីដែលអាចបាននិងប្រឹងប្រែងជំនះរាល់ការបរាជ័យទាំងនោះដូចគ្នាអញ្ចឹងដែរយើងក៏អាចដោះស្រាយបញ្ហាផ្សេងៗបានពីព្រោះគ្មានបញ្ហាណាដែលមិនមានដំណោះស្រាយនោះទេអ្នកត្រូវតែហ្វឹកហាត់ការគិតបែបវិជ្ជមានហើយស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះដោយការអត់ធ្មត់ការពិតទៅញាណរបស់អ្នកនឹងប្រាប់អ្នកថាបញ្ហាណាដែលអាចដោះស្រាយបាននិងបញ្ហាណាដែលមិនអាចដោះស្រាយបានដូច្នេះហើយបានជាគេត្រូវហ្វឹកហាត់ស្វែងរកញាណដែលមាននៅក្នុងខ្លួនរបស់អ្នកឲ្យគិតរកផ្លូវវិជ្ជមានវិធីមួយទៀតគឺវាស្ដែងចេញតាមរយៈប្រតិកម្មតបទៅនឹងបញ្ហាដែលកើតឡើងហើយអរិយាប័ត្រដែលអ្នកឆ្លើយតបទៅវិញនេះគឺជាគន្លឹះអាចអនុវត្តទៅលើការហ្វឹកហាត់ញាណរបស់អ្នកជាថ្មីម្ដងទៀតប្រសិនបើអ្នកអាចរារាំងការគិតអវិជ្ជមាននោះអ្នកទទួលបានលទ្ធផលវិជ្ជមានហើយអាចយកឈ្នះរាល់ឧបសគ្គទាំងអស់ជារឿយៗបញ្ហាខ្លះមិនមែនជាដំណោះស្រាយតែមួយគត់នោះទេអ្នកប្រហែលជារកមិនឃើញនៅពេលដែលអ្នកចាប់ផ្ដើមដំបូងនៅពេលដែលអ្នកផ្ដោតទៅលើការគិតវិជ្ជមាននោះអ្នកនឹងរកឃើញដំណោះស្រាយល្អទី8តាមគម្ពីរជំនឿអាចជួយដោះស្រាយបញ្ហារបស់អ្នកបានគម្ពីរនៃការជឿលើសាសនាជាទូទៅគេមើលឃើញថាបានផ្ដល់ដំបូន្មានអរូបីឬការណែនាំជាទូទៅច្រើនពីរបៀបរស់នៅតែការបង្រៀនតាមរយៈព្រះគម្ពីរអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការគិតនិងសកម្មភាពរបស់អ្នកជួយឲ្យអ្នកជីកកកាយការគិតវិជ្ជមាននិងចុងក្រោយផ្លាស់ប្ដូរជីវិតបានទាំងស្រុងតាមការពិតទៅមេរៀនក្នុងគម្ពីរមានលក្ខណៈជាក់ស្ដែងដែរហើយអ្នកក៏អាចដោះស្រាយបញ្ហាមួយចំនួនបើអ្នកអនុវត្តទៅតាមមេរៀនទាំងនោះគម្ពីរបង្រៀនយើងឲ្យជៀសវាងការខឹងក្រោធនិងជំនួសមកវិញដោយការមើលអ្នកដទៃក្នុងផ្លូវល្អឲ្យបានច្រើនធ្វើបែបនេះអ្នកនឹងរស់នៅក្នុងភាពសប្បាយរីករាយនិងមានសុខភាពល្អឧទាហរណ៍មិត្តភក្តិពីរនាក់របស់អ្នកនិពន្ធគឺលោក Bill និង Mary បានទទួលការបោកប្រាស់ពី Bill មិនត្រូវបានផ្ដល់តំណែងជាប្រធានក្រោយពេលដែលប្រធានរបស់គាត់ចូលនិវត្តន៍ព្រោះតាំងពីដើមមកគេគិតថា Bill គឺជាអ្នកដែលនឹងទទួលតំណែងនេះអ្នកនិពន្ធបានផ្ដល់ដំបូន្មានឲ្យទៅគាត់ដោយផ្អែកទៅលើរបៀបបង្រៀននៅក្នុងព្រះគម្ពីរដែលមានចែងថាសូមឲ្យកំហឹងដែលមិនបានខ្លាយទៅជាប្រធានបទថ្មីនេះរលាយទៅហើយជំនួសមកវិញនៅការដោះស្រាយកំហឹងនេះដោយរបៀបវិជ្ជមានតាមរយៈការប្រឹងប្រែងធ្វើការឲ្យខ្លាំងជាងមុនមិនយូរប៉ុន្មានប្រធានថ្មីនេះនឹងបដូរការងារទៅរកតំណែងល្អជាងនេះជាមិនខានហើយ Bill ក៏ត្រូវបានឡើងតំណែងទាំងនេះគឺដោយសារតែរបៀបបង្រៀនពីព្រះគម្ពីរតែយ៉ាងណាវាសនារបស់អ្នកអាចគ្រាន់តែជួយអ្នកឲ្យសម្រេចជោគជ័យលុះត្រាតែអ្នកដឹងជាមុនថាអ្នកចង់បានអ្វីអ្នកចង់ទៅទីណានិងតើការចង់បាននេះត្រឹមត្រូវដែរឬទេដើម្បីឆ្លើយតបទៅនឹងសំណួរទាំងនេះអ្នកអាចសាកល្បងអធិដ្ឋានដែលអាចជួយអ្នកឲ្យបញ្ចេញថាមពលអវិជ្ជមាននិងទទួលយកគំនិតច្នៃប្រឌិតនានាប្រសិនបើអ្នកគិតពីបញ្ហារបស់អ្នកពីចម្ងាយតាមរយៈការអធិដ្ឋាននោះអ្នកនឹងទទួលបានគំនិតត្រចះត្រចង់មួយដែលជួយឲ្យអ្នកមើលឃើញដំណោះស្រាយបានល្អតែយ៉ាងណាក៏ដោយវាសនារបស់អ្នកគ្រាន់តែអាចនាំផ្លូវអ្នករកដំណោះស្រាយលុះត្រាតែជោគជ័យដែលអ្នកស្វែងរកនេះត្រឹមត្រូវប្រកបទៅដោយសីលធម៌ចេតនាល្អនិងអរិយាប័ត្រល្អប្រសិនបើជោគជ័យដែលអ្នកចង់បានវាមានធម្មជាតិមិនល្អវានឹងផ្សារភ្ជាប់ជាមួយនឹងលទ្ធផលអាក្រក់ដូចគ្នាទី9រាងកាយនិងវិញ្ញាណមូលហេតុដែលវាសនាគូតែចូលរួមចំណែកក្នុងការព្យាបាលគ្រប់ទម្រង់នៃរាងកាយរបស់អ្នកយើងសុទ្ធតែដឹងថាចិត្តនិងរូបកាយគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធឧទាហរណ៍នៅពេលដែលអ្នកជួបទៅនឹងរឿងឈឺក្បាល stress វានឹងធ្វើទុកឲ្យអ្នកឈឺលើរាងកាយពេលខ្លះអាការៈឈឺខ្លួនមិនអាចទាំងមានការពន្យល់តាមបែបវិទ្យាសាស្ត្រផងករណីនេះវាមិនមែនរាងកាយទេដែលមានបញ្ហាគឺចិត្តទៅវិញទេដូច្នេះការថែទាំរាងកាយតែមួយមុខវាមិនគ្រប់គ្រាន់ទេត្រូវយកចិត្តទុកដាក់លើចិត្តនិងវិញ្ញាណថែមទៀតដោយសារតែយើងមិនគូពឹងទៅលើវាសនាតែមួយមុខដើម្បីព្យាបាលជំងឺផ្លូវកាយនោះទេការផ្សំគ្នារវាងជំងឺអរូបីនិងពេទ្យនឹងជួយឲ្យអ្នកទៅរកសុខុមាលភាពពិតប្រាកដការពេទ្យគ្រូពេទ្យមួយចំនួនដែលអ្នកនិពន្ធធ្លាប់បានស្គាល់បានចាប់ផ្ដើមណែនាំអ្នកឲ្យអ្នកជំងឺឲ្យអានសៀវភៅសាសនានិងបែបអប់រំផ្លូវចិត្តបន្ថែមលើឱសថក្នុងគោលបំណងជួយឲ្យអ្នកជំងឺរបស់ពួកគេចេះជួយខ្លួនឯងតាមរយៈទទួលផ្នែកគំនិតនិងវាសនាប្រកបទៅដោយវិជ្ជមានតាមការពិតអ្នកនិពន្ធថែមទាំងបានបើក clinic ព្យាបាលជំងឺមួយនៅទីក្រុងញូវយ៉ករួមជាមួយនឹងវេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រម្នាក់ដែលពួកគេធ្វើការសហការគ្នាដើម្បីរួមផ្សំវិធីព្យាបាលរបស់ពួកគេដោយការលាតត្រដាងចំណេះដឹងឲ្យគ្នាស្គាល់ទូនាទីចាំបាច់និងជំនាញរៀងខ្លួនថាមានលក្ខណៈសំខាន់ទៅវិញទៅមកពួកគេអាចសម្រេចលទ្ធផលដ៏អស្ចារ្យហេតុផលដែលពួកគេទាំងពីរអាចធ្វើការជាមួយគ្នាបានដោយប្រសិទ្ធភាពគឺដោយសារថាមពលពីវិញ្ញាណខាងក្នុង subconscious mind នៅពេលដែលញាណខាងក្រៅ
conscious mind គិតទៅលើជំងឺឬសេចក្តីស្លាប់អារម្មណ៍មួយភាគធំរបស់អ្នកនឹងអាស្រ័យទៅលើញាណខាងក្នុងរបស់អ្នកប្រសិនបើអ្នកព្រមឲ្យរូបភាពនៃសុខភាពស្ថិតនៅក្នុងញាណនៅក្នុងខ្លួនរបស់អ្នកនោះថាមពលដ៏មានអានុភាពនៅក្នុងចិត្តរបស់អ្នកនឹងបញ្ជូនពន្លឺនៃថាមពលសុខភាពផ្លូវចិត្តត្រឡប់ទៅវិញជាមិនខានហេតុនេះហើយបានជាវាសនាមានសារៈសំខាន់ដោយសារការជឿជាក់លើថាមពលរបស់អ្នកនឹងអាចជឿជាក់បានត្រឹមត្រូវលើការសន្និដ្ឋានបែបវិជ្ជមានអំពីសុខភាពរបស់អ្នកមានគំនិតវិជ្ជមានអាចនាំឲ្យអ្នកអាចព្យាបាលដោយខ្លួនឯងនិងមានសុខភាពល្អដល់អ្នកលុះត្រាតែគំនិតទាំងអស់នោះអាចឲ្យអ្នកដឹងដោយញាណតែប៉ុណ្ណោះអ្នកត្រូវតែជឿលើការព្យាបាលតាមដួងវិញ្ញាណនិងតាមរូបភាពរាងកាយរបស់ខ្លួនឯងហើយការជឿជាក់បែបនេះទាមទារឲ្យជឿទៅលើវាសនាសេចក្តីសង្ខេបចុងក្រោយសារសំខាន់ក្នុងសៀវភៅនេះទោះបីជាបញ្ហាមើលទៅដូចជាធំយ៉ាងណាក៏ដោយវាគ្មានរឿងអ្វីក្នុងជីវិតអ្នកដែលអ្នកមិនអាចដោះស្រាយបានដោយការគិតប្រកបដោយភាពវិជ្ជមាននោះទេដោយការរក្សាខ្លួនឯងឲ្យមានសភាពនឹងណូទទួលយកទស្សនៈល្អៗនិងដឹកនាំវាសនាខ្លួនអ្នកតាមផ្លូវត្រឹមត្រូវហើយផ្ដោតការចាប់អារម្មណ៍ទៅលើលទ្ធផលវិជ្ជមានអ្នកនឹងមានថាមពលឡើងវិញដើម្បីបង្កើតជីវិតមួយមានភាពរីករាយនិងប្រកបដោយសុខភាពសូមក្រើនរំលឹកខ្លួនឯងឲ្យមានកម្លាំងចិត្តជានិច្ចសូមសរសេរកំណត់ចំណាំខ្លួនឯងថាស្ថានភាពពិបាកទាំងឡាយដែលអ្នកជួបប្រទះគ្រាន់តែជាអារម្មណ៍នោះទេខ្ញុំគិតដល់ជ័យជំនះខ្ញុំនឹងទទួលបានជ័យជំនះជាមិនខានតាមផ្លូវត្រឹមត្រូវហើយផ្ដោតការចាប់អារម្មណ៍ទៅលើលទ្ធផលវិជ្ជមានអ្នកនឹងមានថាមពលឡើងវិញដើម្បីបង្កើតជីវិតមួយមានភាពរីករាយនិងប្រកបដោយសុខភាពសូមក្រើនរំលឹកខ្លួនឯងឲ្យមានកម្លាំងចិត្តជានិច្ចសូមសរសេរកំណត់ចំណាំខ្លួនឯងថាស្ថានភាពពិបាកទាំងឡាយដែលអ្នកជួបប្រទះគ្រាន់តែជាអារម្មណ៍នោះទេខ្ញុំគិតដល់ជ័យជំនះខ្ញុំនឹងទទួលបានជ័យជំនះជាមិនខាន